This is the most amazing chip the world has ever built. It's the N1X that we built in partnership with MediaTek. នៅក្នុងពិភពបច្ចេកវិទ្យាដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាមានឈ្មោះមួយដែលតំណាងឲ្យមហាអំណាចដែលមិនអាចរង្គោលរង្គើបាននោះគឺ Nvidia គិតតាមឆ្នាំ2026នេះ Nvidia បានក្លាយជាក្រុមហ៊ុនយក្សមួយមិនមែនគ្រាន់តែជាអ្នកដឹកនាំទីផ្សារនោះទេប៉ុន្តែពួកគេគឺជាអធិរាជដែលគ្រប់គ្រងចរន្តឈាមនៃបច្ចេកវិទ្យា AI ពិភពលោកទាំងមូលប៉ុន្តែនៅពីក្រោយប្រាក់ចំណូលរាប់ពាន់លានដុល្លារនិងភាពរុងរឿងដ៏ខ្លាំងក្លាមួយនេះសម្ោកខ្មៅងងឹតមួយកំពុងតែអង្កលខ្លួនចូលមកយ៉ាងស្ងៀមស្ងាត់អ្នកវិភាគនៅ Wall Street ចាប់ផ្ដើមសឹកសៀវគ្នាអំពីពាក្យមួយឃ្លានោះគឺ Wall Street Paradox តើ Nvidia កំពុងតែដើរលើវិថីគ្រោះថ្នាក់ឆ្ពោះទៅរកការដួលរលំដោយយក្សជើងខ្លាំង Nokia ពីសម័យមុនឬក៏អត់ដើម្បីយល់ពីអន្ទាក់មួយនេះយើងត្រូវទៅមើលលើកម្ពូលនៃមហាអំណាចរបស់ពួកគេជាមុនសិន Nvidia មិនមែនគ្រាន់តែលក់បន្ទះ chip ឬក៏ graphic card នោះទេអ្វីដែលពួកគេកំពុងធ្វើនោះគឺក្តាប់ប្រព័ន្ធ ecology software ដ៏រឹងមាំបំផុតដែលគេហៅថា CUDA ចឹងអស់រយៈពេលជាច្រើនឆ្នាំអ្នកបង្កើត AI ស្ទើរតែទូទាំងពិភពលោកត្រូវបានជាប់ជំពាក់ជាមួយនឹង CUDA យ៉ាងជ្រៅហើយវាបានคล้ายជារបាំងការពារបលាយទឹកឬក៏ហៅថា software mode ដែលធ្វើឲ្យគូប្រជែងនេះមិនអាចលូកដៃចូលទៅដើមទីផ្សារមួយបានឡើយនៅក្នុងឆ្នាំ2026នេះទោះបីជាស្ថាបត្យកម្ម Blackwell កំពុងតែរកលុយបានយ៉ាងមហាសាលក៏ដោយក៏ Nvidia មិនបង្អង់ដៃដែរពួកគេទើបតែបានបញ្ចេញអាវុធធនថ្មីនោះគឺ Vera Rubin ដើម្បីបន្តពង្រឹងរាជបល្ល័ង្ករបស់ខ្លួនប៉ុន្តែចំណុចខ្លាំងបំផុតក៏អាចក្លាយជាអាវុធមុខពីរដែរប្រសិនបើទីផ្សារត្រូវបានផ្លាស់ប្ដូរនេះហើយគឺជាចំណុចចាប់ផ្ដើមនៃបញ្ហា Wall Street Paradox ទោះបីជា Nvidia កំពុងប្រមូលលុយបានយ៉ាងច្រើនលើសលប់ពីការលក់ hardware ប៉ុន្តែអ្នកវិភាគហិរញ្ញវត្ថុចាប់ផ្ដើមភ័យខ្លាចសំណួរដ៏ធំបំផុតមួយនៅពេលនេះគឺមិនមែនស្ថិតនៅលើតើ Nvidia អាចផលិត chip បានខ្លាំងប៉ុណ្ណានោះទេប៉ុន្តែវាស្ថិតលើសំណួរសួរថាតើក្រុមហ៊ុនដែលទិញ chip ទាំងនោះអាចរកប្រាក់ចំណូលមកវិញបានច្រើនកម្រិតណាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារទិញ chip AI ប៉ុន្តែចំណូលត្រឡប់មកវិញពី software ឬក៏សេវាកម្ម AI នោះគឺនៅមានកម្រិតនៅឡើយប្រសិនបើការវិនិយោគនៅលើ AI មិនអាចបង្កើនផលចំណេញវិញបានទាន់ពេលវេលានោះទេក្រុមហ៊ុនទាំងនោះនឹងកាត់បន្ថយការបញ្ជាទិញហើយនៅពេលនោះមហាអំណាច Nvidia អាចនឹងត្រូវប្រឈមមុខទៅនឹងការកកស្ទះភ្លាមៗខណៈពេលដែល Nvidia កំពុងតែឈរនៅលើគែមនៃភាពមិនច្បាស់លាស់នោះគូប្រជែងដ៏សាហាវប្រចាំសតវត្សនោះគឺ AMD ក៏កំពុងតែរៀបចំយុទ្ធសាស្ត្រវាយបកវិញយ៉ាងសាហាវបំផុតដូចគ្នានៅក្នុងឆមាសទី2នៃឆ្នាំ2026នេះ AMD មិនបានដើរតាមផ្លូវចាស់របស់ Nvidia ឡើយពួកគេកំពុងតែវាយប្រហារចំចំណុចខ្សោយតាមរយៈ chip ចំនួនថ្មីនោះគឺ Instinct MI400 series ជាមួយកម្លាំងអង្គចងចាំដ៏មហិមារហូតដល់ 432G និងការប្រើប្រាស់ប្រព័ន្ធ software បើកចំហឬក៏ហៅថា Open Source OCM ពួកគេកំពុងតែផ្ដល់ជម្រើសថ្មីមួយទៅឲ្យពិភពលោកយុទ្ធសាស្ត្ររបស់ AMD គឺបំបែកភាពផ្ដាច់មុខរបស់ CUDA ដែលអនុញ្ញាតឲ្យក្រុមហ៊ុនធំៗអាចដំណើរការ AI យ៉ាងបត់បែនបាននិងមានប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យជាងមុននេះគឺជាការបើកទ្វារឲ្យយក្សដទៃទៀតដូចជា OpenAI ចាប់ផ្ដើមងាកទៅរក chip ពណ៌ក្រហមមួយនេះតែប្រវត្តិសាស្ត្រកំពុងតែត្រឡប់មកវិញដោយការសម័យកាល Nokia ប្រឈមមុខជាមួយនឹង Apple មែនទេកាលពីមុន Nokia ធ្លាប់ជាស្ដេចដ៏កំពូលមួយខណៈដែលពួកគេផ្ដោតទៅលើភាពខ្លាំងភាពធន់នៃម៉ាស៊ីន hardwareប៉ុន្តែពេលនោះ Apple បានឈានជើងមកជាមួយនឹងប្រព័ន្ធ ecology software ដ៏ឆ្លាតវៃនិងបត់បែនជាងមុនពិភពលោកក៏បានផ្លាស់ប្ដូរទាំងស្រុងមួយប្រពេចភ្នែកមេរៀនសម្រាប់ Nvidia នៅក្នុងឆ្នាំ2026នេះគឺច្បាស់ណាស់បើសិនបើឧស្សាហកម្ម AI ផ្លាស់ប្ដូរពីការស្រែកឃ្លានកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាឬក៏ហៅថា raw power ហ្នឹងទៅជាការត្រូវការបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពខ្ពស់តម្លៃសមរម្យហើយនឹងបើកចំហនោះទោះបីជាអ្នកជាស្ដេចកាន់កាប់រាជបល្ល័ង្កយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីអន្ទាក់ស៊ីលីកូននេះបានដែរតើអ្នកគិតថា Nvidia អាចនឹងប្រើប្រាស់ស្ថាបត្យកម្មថ្មី Vera Rubin ដើម្បីរក្សាអំណាចរបស់ខ្លួនបានដែរឬទេឬមួយក៏ AMD Instinct MI400 ក្លាយជាអ្នកបំបែករាជបល្ល័ង្កមួយនេះអញ្ចឹងកុំភ្លេចបញ្ចេញមតិនៅក្នុង comment ខាងក្រោមហើយ like subscribe
channel ខ្ញុំផងដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតពី technology អញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ